បាទសួស្តីអញ្ចឹងសម្រាប់បងប្អូនដែលក៏មានបញ្ហាដោះស្រាយលើប្រភេទឬបរិវេណកន្លែងផ្ទោបង់ហើយដល់លក្ខណៈខ្ញុំដូចផ្កាកណ្ដៅឬក៏ផ្កាសេមនអាហ្នឹងគឺជាប្រភេទជំងឺសេមនហើយសម្រាប់បងប្អូនខ្លះទៀតក៏អត់ដឹងគាត់គិតថាវាជាប្រភេទឬដុំបាតហើយអ្នកខ្លះទៀតហ្នឹងគាត់ទៅដុតរាប់រយអស់រាប់រយរាប់ពាន់ហើយនៅតែដុំមកវិញណាអញ្ចឹងសាកល្បងមកប្រើថ្នាំខាងខ្ញុំយើងមានជាឈុតសម្រាប់ព្យាបាលអញ្ចឹងជាងទិញតែម្ដងព្យាបាលជាដៃ100%លាបទៅគឺអត់មានផលប៉ះពាល់អត់មានក្តៅអត់មានអាលាអត់មានកាហាយអត់មានផ្សាអីទាំងអស់ហើយចំពោះថ្នាំគឺងាយស្រួលព្យាបាលយើងទិញយកទៅប្រើនៅព្យាបាលនៅផ្ទះដោយខ្លួនឯងបានហើយចំពោះថ្នាំគឺយើងមានជាឈុតអញ្ចឹងវាមានឈុតតូចឈុតកណ្ដាលឈុតធំឬក៏យើងប្រើតាមទឹកលុយរបស់យើងមានអញ្ចឹងយើងទិញតែម្ដងព្យាបាលជាដៃ100%យើងអត់ពិបាកទិញពីរដងទេបើយើងទិញជាឈុតព្យាបាលតាមអ្វីដែលខ្ញុំណែនាំពីព្រោះខ្ញុំតែកែប៉ុណ្ណឹងមើលដុំសាច់ហើយគឺខ្ញុំណែនាំប្រភេទថ្នាំតើយើងប្រើប៉ុណ្ណាជាអញ្ចឹងបងប្អូនទិញទៅគឺអត់ខុសទេយើងទិញតែម្ដងជាបាលជាដៃ100%ដោយសារបទពិសោធន៍ខ្ញុំវាជិត10ឆ្នាំទៅលើផ្នែកសេមនអញ្ចឹងខ្ញុំពិនិត្យមើលទៅលើដុំសាច់ទំហំវាប៉ុណ្ណាចំនួនដុំសាច់មានប៉ុន្មានគឺខ្ញុំណែនាំប៉ុណ្ណឹងគឺអត់ខុសទេចំពោះថ្នាំណាហើយចំពោះថ្នាំបងប្អូនគ្នាអាចតតងខ្ញុំតាម page ដែលខ្ញុំដាក់បានបង្ហាញនេះបាទ page ជំងឺសេមន follow 10k ជាងហ្នឹងpage ហ្នឹងហើយបងប្អូនអាចឆាតមក page ហ្នឹងក៏បានតាមលេខទូរស័ព្ទដៃរបស់ខ្ញុំក៏បានលេខទូរស័ព្ទដៃនៅលើអេក្រង់នៅក្នុង caption ហ្នឹងអាចមើលទៅតាមនោះបានហើយមួយទៀតចំពោះថ្នាំគឺយើងពេលទទួលបានថ្នាំគឺយើងមានកระดาษណែនាំបញ្ជាក់ពីការប្រើប្រាស់វិធីការពារចំណីទៅតាមការអនាម័យយើងអាចមើលទៅតាមនឹងបានអញ្ចឹងយើងមើលហើយយើងព្យាយាមធ្វើតាមនៅក្នុងกระดาษណែនាំនឹងទៀតគឺវាជាដាច់100%គឺអត់ដោះមកវិញទេអញ្ចឹងបងប្អូនក៏មានបញ្ហាដោះសាច់គ្រប់ប្រភេទជំងឺសេមនអញ្ចឹងអាចតំណតំណងមកខ្ញុំបានហើយបងប្អូនកុំភ្លេចតំណតំណងទៅតាមលេខទូរស័ព្ទហ្នឹងទៅហើយចំពោះការប្រឹក្សាគឺយើងប្រឹក្សាយោបល់ free យើងអត់គិតលុយទេបងប្អូនមានចម្ងល់អីគឺអាចឆាតសួរបានបញ្ហាណាដែលខ្ញុំអាចឆ្លើយបានខ្ញុំឆ្លើយបញ្ហាជំងឺផ្សេងៗណាហើយអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ